ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបានសាលចឹងថ្ងៃនេះខ្ញុំនឹងចែកម្លែកអ្នករាល់គ្នាអំពីទម្លាប់មួយចំនួនដែលអាចធ្វើឲ្យអ្នករាល់គ្នាទទួលបាននីតិល្អនៅក្នុងការប្រឡងបាក់ឌុបចឹងវីដេអូនេះខ្ញុំនឹងចែកម្លែកអ្នកគ្នាអំពីក្នុងនាមខ្ញុំជាសិស្សម្នាក់ដែលរៀនឧបការទេជាក់ស្ដែងខ្ញុំឧបការមែនប៉ុន្តែខ្ញុំទទួលបានលទ្ធផលនីតិ B ចឹងវាក៏ជាលទ្ធផលមួយដែលល្អសម្រាប់ខ្ញុំដែរចឹងនៅលើបណ្ដាញសង្គមមានវីដេអូច្រើនមែនតើអំពីកន្លឹះទទួលបានលទ្ធផលល្អនៅក្នុងបាក់ឌុបឬក៏តាមមុខវិជ្ជាផ្សេងៗអីចឹងទៅប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងចែកម្លែកអ្នកគ្នាអំពីទម្លាប់មួយចំនួនដែលខ្ញុំគិតថាវាសំខាន់មែនតើអ្នកគ្នាត្រូវតែមានចឹងទម្លាប់មួយចំនួនហ្នឹងគឺវាសាមញ្ញទេខ្ញុំជឿជាក់ថាអ្នកគ្នាប្រកាសជាអាចអនុវត្តបានចឹងទម្លាប់ដំបូងដែលខ្ញុំចង់ចែកម្លែកអ្នកគ្នានោះគឺអ្នកគ្នាគួរតែខំប្រឹងរៀនតាំងពីដើមឆ្នាំខ្ញុំជាសិស្សវិទ្យាសាស្ត្រពិតចឹងខ្ញុំតែងតែអនុវត្តលំហាត់ជារៀងរាល់ថ្ងៃចឹងមិនថាអ្នកគ្នាជាសិស្សវិទ្យាសាស្ត្រពិតឬក៏វិទ្យាសាស្ត្រសង្គមទេការអនុវត្តប្រចាំថ្ងៃរបស់អ្នកទាំងគ្នាគឺជះឥទ្ធិពលមែនទែនទៅលើការសិក្សារបស់អ្នកទាំងគ្នាករណីបើយើងខំប្រឹងបានច្រើនយើងត្រៀមខ្លួនបានច្រើនចឹងទំនុកចិត្តចំពោះបាក់ឌុបរបស់យើងក៏ទទួលបានច្រើនតាមនឹងដែរចឹងខ្ញុំណែនាំមែនតើអ្នករាល់គ្នាអាចព្យាយាមរៀនរាល់ថ្ងៃបន្ទាប់ពីរៀននៅវិទ្យាល័យរៀនគួរឬក៏រៀនភាសាអង់គ្លេសហ្នឹងបន្ទាប់ពីហ្នឹងមកយើងអាចរៀននៅផ្ទះ2ទៅ3ម៉ោង4ម៉ោងតាមជាក់ស្ដែងចឹងទៅចឹងវាជួយអ្នកនរគ្នាបានច្រើនមែនតើអ្នកគ្នាអនុវត្តកាន់តែច្រើនលទ្ធផលសមត្ថភាពរបស់អ្នកគ្នាក៏កាន់តែល្អតាមនឹងដែរអ្នកគ្នាខំប្រឹងរៀនតាំងពីដើមឆ្នាំហ្នឹងវាមានផលជាងខំតាមរយៈពេលចុងក្រោយដូចជាមួយខែ2ខែមុនបាក់ឌុបអីចឹងទៅចឹងណែនាំមែនតើគួរតែខំប្រឹងរៀនតាំងពីដើមឆ្នាំទៅខ្ញុំនៅតែចាំពាក្យសម្ដីរបស់គ្រូខ្ញុំគាត់បានចែកថាយើងរៀនឲ្យដូចមេរលឹមបានន័យថាយើងរៀនរហូតយើងមេរលឹមអត់ងាយរាំងទេអញ្ចឹងយើងរៀនក៏ដូចគ្នាដែរបើយើងរៀនដូចមេឃភ្លៀងខ្លាំងអញ្ចឹងយើងតាមមួយផ្លែហ្នឹងមេឃរាំងទេអញ្ចឹងចំណុចបន្ទាប់ដែលខ្ញុំចង់ចែកម្លែកនោះគឺអ្នកនរគ្នាត្រូវមានភាពក្លាហានគ្រប់គ្រាន់ក្នុងការសួរនាំនៅពេលដែលអ្នកគ្នាអត់យល់ឬក៏អត់ចាក់ឧទាហរណ៍ដូចនៅក្នុងថ្នាក់មួយគ្រូបញ្យល់ពីចំណុចទី1អ្នកគ្នាអត់យកចំណុចទី1គ្រូទៅចំណុចទី2ទី3ទី4ចឹងទៅអញ្ចឹងបើសិនបើអ្នកទាំងគ្នាអត់ទាន់ចំណុចទី1ទេចំណុចទី2ទី3ហ្នឹងអ្នកគ្នាក៏អត់យល់ដែរអញ្ចឹងខ្ញុំលើកទឹកចិត្តមែនតើអ្នកគ្នាកុំខ្លាចខ្មាស់គេខ្ញុំក៏ធ្លាប់មានអារម្មណ៍នឹងដែរប៉ុន្តែយើងគួរតែព្យាយាមសាកសួរគ្រូបើសិនបើយើងអត់ហ៊ានសួរគ្រូយើងអាចសួរមិត្តភក្តិរបស់យើងអញ្ចឹងកាលខ្ញុំរៀនខ្ញុំសំណាងមែនតើខ្ញុំមានមិត្តភក្តិច្រើនមែនតើគាត់ជាអ្នកហ៊ានសូត្រគាត់ហ៊ានបកកែខ្ញុំតែសាកសួរគាត់ចឹងអាកតារាប់អាននេះក៏វាជាឥទ្ធិពលដល់លទ្ធផលនៃការរៀនរបស់យើងដែរចឹងខ្ញុំលើកទឹកចិត្តអ្នកនរគ្នាព្យាយាមសាកសួរគ្នាយើងឲ្យបានច្រើនយើងរាប់អានជាមួយអ្នករៀនយើងអត់ហ៊ានលេងច្រើនទេយើងនឹងខំប្រឹងរៀនតាមគេដែរចឹងនៅពេលដែលអ្នកនរគ្នាអត់យល់អីអ្នកគ្នាអាចសាកសួរពួកគាត់កុំខ្លាចខ្មាស់គេមានតែអ្នកនរគ្នាដឹងច្បាស់ខ្លួនឯងថាយើងធ្វើត្រូវឬក៏អត់ចឹងការសាកសួរអំពីចំណុចដែលយើងអត់យល់មិនជាចំណុចខ្សោយរបស់យើងទេយើងកំពុងតែរៀនយើងរៀនមិនមែនយើងចេះរហូតទេអញ្ចឹងយើងរៀនយើងខុសយើងត្រូវអីយើងព្យាយាមទៅមុខអស់គ្នាហើយព្យាយាមសួរនៅពេលដែលយើងអត់យល់កុំខ្លាចខ្មាស់គេព្រោះនៅពេលដែលអ្នកគ្នាអត់ចេះអ្នកគ្នាទៅចំណុចបន្ទាប់ទៀតក៏យើងកាន់តែពិបាកជាងនេះទៀតអញ្ចឹងតន់តែចំណុចតិចតួចដែលយើងកំពុងតែអត់យល់ភ្លាមហ្នឹងអ្នកគ្នាគួរតែព្យាយាមរកដំណោះស្រាយណាមួយឬក៏សាកសួរក៏បាន research ខ្លួនឯងក៏បានចឹងវាសំខាន់មែនតើបើយើងអត់យល់ហើយយើងអត់ហ៊ានថ្ងៃក្រោយយើងអត់យល់ទៀតអញ្ចឹងចំណុចទី3នេះជាចំណុចបន្ទាប់ខ្ញុំចង់ចែកម្លែកអ្នកគ្នាថារៀនដោយកុំខ្វល់ពីចំណាត់ថ្នាក់ខ្លាំងពេកមិនមែនបានន័យថាយើងអត់ខ្វល់ពីលទ្ធផលទេលទ្ធផលយើងត្រូវតែខ្វល់យើងត្រូវតែគិតដែរដូចឧទាហរណ៍យើងចំណាត់ថ្នាក់ច្រើនតែនៅក្នុងចំណាត់ថ្នាក់ច្រើនអញ្ចឹងអ្នកហ៊ានបកកាយគេច្រើនតាមនឹងដែរចឹងយើងសំខាន់យើងមើលទៅកាន់បន្ទុករបស់យើងមធ្យមភាពរបស់យើងថាយើងទទួលបានល្អដូចអ្វីដែលយើងចង់មែនអត់ចឹងម្ដងទៀតយើងកុំខ្វល់ពីចំណាត់ថ្នាក់ច្រើនដូចខ្ញុំចឹងខ្ញុំរៀនអបកែទេក្នុងថ្នាក់ខ្ញុំលេខ20ជាងរាល់ខែប៉ុន្តែខ្ញុំនៅតែទទួលបានលទ្ធផលដែលខ្ញុំចង់បានចឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមព្យាយាមកុំខ្វល់ពីចំណាត់ថ្នាក់ខ្លាំងពេកកុំ stress ចឹងយើងប្រោតទៅលើលទ្ធផលយើងមើលទៅយើងថាយើងខ្សោយអីយើងបកកែអីយើងចាប់ផ្ដើម improve យើងចាប់ផ្ដើមកែប្រែពីចំណុចខ្វះខាតរបស់យើងបំពេញវាបន្ថែមទៀតដោយកុំខ្វល់ពីចំណាត់ថ្នាក់លេខរៀងវាអត់ចេះឥទ្ធិពលដល់ការដែលយើងប្រឡងបាក់ឌុបទេចំណុចទី4នេះគឺជាចំណុចចុងក្រោយដែលខ្ញុំចង់ចែកម្លែកទៅកាន់អ្នកនរគ្នាគឺអ្នកនរគ្នាគួរតែមានគោលដៅធំដាក់គោលដៅឲ្យធំឧទាហរណ៍ដូចអ្នកគ្នាព្យាយាមប្រឡងយកនីតិ A ព្យាយាមខំប្រឹងរៀនប្រឹងប្រែងរៀនមែនតើដើម្បីយកនីតិ A ចឹងសកម្មភាពហ្នឹងការដាក់គោលដៅរបស់យើងហ្នឹងវាជំរុញទឹកចិត្តយើងរាល់ថ្ងៃវាជាការលើកទឹកចិត្តខ្លួនយើង
ចឹងយើងមានការលើកទឹកចិត្តផងយើងមានវិន័យចំពោះការសិក្សារបស់យើងរាល់ថ្ងៃផងវាផ្សំគ្នាទៅវាជាការលើកទឹកចិត្តរបស់យើងដែរចឹងណាអ្នកនរគ្នាចឹងការផឹងផែករបស់យើងរៀនរាល់ថ្ងៃវិន័យរបស់យើងបូកជាមួយនឹងការលើកទឹកចិត្តនៃការខិតខំផឹងផែករបស់យើងទៀតទៅវាកាន់តែទៅមកបានលឿនចឹងខ្ញុំលើកទឹកចិត្តមែនតើដាក់គោលដៅឲ្យធំឧទាហរណ៍បើយើងដាក់គោលដៅយកនីតិ A ឧទាហរណ៍បើយើងយកនីតិ A បានល្អមែនតើ appreciate ប៉ុន្តែបើសិនបើអ្នកទាំងគ្នាអត់បាននីតិ A at least យ៉ាងស្ទើរក៏អ្នកគ្នាបាននីតិ C ឬក៏ B ដែរចឹងខ្ញុំលើកទឹកចិត្តអ្នកទាំងគ្នាដាក់គោលដៅឲ្យធំតែកុំរំពឹងលើលទ្ធផលពេកយើងត្រូវព្យាយាមត្រៀមខ្លួនឲ្យបានល្អព្យាយាមធ្វើម៉េចទៅដល់គោលដៅដែលអ្នកគ្នាចង់បានហ្នឹងចឹងអ្នកគ្នាខំប្រឹងខ្លាំងលទ្ធផលអ្នកគ្នាក៏ទទួលបានល្អទៅតាមនឹងដែរខ្ញុំជឿជាក់ថាលទ្ធផលអត់ដែលក្បត់ការខំប្រឹងរបស់យើងទេពួកយើងខំប្រឹងច្រើនលទ្ធផលរបស់យើងក៏ទទួលបានល្អទៅតាមនឹងដែរយើងត្រៀមខ្លួនបានកាន់តែច្រើនទំនុកចិត្តរបស់យើងម៉ាក់ប៉ារបស់យើងក៏គាត់មានទំនុកចិត្តលើយើងដែរចឹងទំនុកចិត្តវាសំខាន់មែនតើវាសំខាន់ដូចទៅលើការខំប្រឹងរបស់យើងចឹងការខំប្រឹងច្រើនយើងមានទំនុកចិត្តកាន់តែខ្ពស់ចឹងបាក់ឌុបរបស់យើងអត់ភ័យទេយើងនឹងទៅជាប់ឲ្យភេទច្រើនប្រសិនបើយើងព្យាយាមតាំងពីដើមឆ្នាំយើងខំប្រឹងយើងស្វែងចឹងទីតែយើងអត់ដឹងថាយើងនឹងទទួលបានតែអីទេប៉ុន្តែបើថាជាប់ធ្លាក់ខ្ញុំជឿជាក់ថាអ្នកគ្នាគាត់ជាជាប់ចឹងអូខេអរគុណអ្នកទាំងអស់គ្នាមែនតើចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាខ្ញុំចែកម្លែកក្នុងនាមខ្ញុំធ្លាប់ជាសិស្សម្នាក់ដែលរៀនអបកែទេខ្ញុំកម្រិតមធ្យមការខ្ញុំរៀននៅឆ្នាំ2023បាក់ឌុបហ្នឹងប៉ុន្តែខ្ញុំទទួលបានលទ្ធផលប៉ុណ្ណេះចឹងខ្ញុំសង្ឃឹមថាការចែកម្លែករបស់ខ្ញុំអាចជួយអ្នកទាំងអស់គ្នាបានតិចតួចហើយចំណុចណាដែលល្អអ្នកគ្នាយកអនុវត្តបានខ្ញុំសង្ឃឹមថាគ្នាយើងនឹងទទួលបានលទ្ធផលល្អទាំងអស់គ្នានៅក្នុងការប្រឡងបាក់ឌុបមួយនេះអញ្ចឹងអរគុណអ្នកទាំងអស់គ្នាមែនតើជួបគ្នានៅវីដេអូក្រោយ